ខ្ញុំនឹងបង្ហាញអំពីទេពនគរទាំង9របស់ព្រះអាទិត្យនៅកែងជ្រុងខាងជើងផ្នែកខាងលិចនៃអង្គរវត្តជាន់ទី1សូរិយាបាទព្រះអាទិត្យហ្នឹងគឺមានsolar system មានទេពនគរ9អញ្ចឹងបងប្អូនអាចមើលនេះទៅនេះទេពនគរ9ព្រះសូរិយាបានគង់នៅលើរាជរថដែលមានសេះហើយមានរង្វង់ព័ទ្ធជំវិញហ្នឹងហើយមានស្វេតឆ័ត្រច្រើនហើយនឹងទេពនគរទាំង9អង្គហ្នឹងបាទរឿងដ៏ចម្លែកនោះគឺនៅសម័យបុរាណមនុស្សបុរាណរបស់ខ្មែរយើងគឺដឹងថាមានភព9ដែលព័ទ្ធជំវិញព្រះអាទិត្យដែលគេហៅថា Solar System Pluto យើងទើបតែរកឃើញនៅឆ្នាំ1930យើងមិនអាចមើលឃើញនៅភ្នែកទទេបានទេលុះត្រាតែយើងប្រើ High Power Telescope ចំណែក Neptune វិញគឺជា 8 planet of our solar system អ្នកវិទ្យាសាស្ត្រទើបតែរកឃើញនៅឆ្នាំ1840 The 7 planets of solar system ឈ្មោះ Uranus ទើបតែរកឃើញនៅឆ្នាំ1781បានន័យថាភពទាំងអស់ហ្នឹងវិទ្យាសាស្ត្រទើបតែរកឃើញ500ឆ្នាំក្រោយពីការសាងសង់អង្គរវត្តក៏ដែលសង់អង្គរវត្តហ្នឹងគាត់ដឹងពីភពទាំង9ហ្នឹងដោយរបៀបណាដែលអាចសាងសង់ហើយនឹងឆ្លាក់នៅលើផ្ទាំងអង្គរវត្តនៅអង្គរវត្តយើងមានឃើញរូបចម្លាក់មួយនិយាយអំពីមនុស្សម្នាក់ដូចជាកំពុងតែកាន់ telescope មើលទៅលើមេឃហាក់ដូចជាកំពុងតែសិក្សាអំពីតារាសាស្ត្រហើយនឹងភពទាំង9តាមប្រវត្តិសាស្ត្រ telescope ទើបតែរកឃើញនៅឆ្នាំ1608គឺ3 ទៅ 400 ឆ្នាំក្រោយការសាងសង់អង្គរវត្ត